លោកអែលម៉ាណូអែលម៉ាក្រុងប្រធានាធិបតីបារាំងបានបញ្ជូននាវាចម្បាំងជិត10គ្រឿងរួមទាំងនាវាផ្ទុកយន្តហោះចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីការពារនាវាដឹកជញ្ជូននិងនាវាដឹកប្រេងបន្ទាប់ពីជំនួបជាមួយមេដឹកនាំប្រទេសក្រិចនិងដែនកោះ Cyprus កាលពីថ្ងៃច័ន្ទលោកម៉ាក្រុងបានចាត់ទុកថាការគម្រាមកំហែងណាមួយលើ Cyprus គឺជាការគម្រាមកំហែងលើសន្តិសុខរួមរបស់សហភាពអឺរ៉ុបបេសកកម្មយោធារបស់បារាំងខាងលើនេះមានគោលដៅចម្បងគឺដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញបន្ទាប់ពីផ្លូវដង្ហើមសេដ្ឋកិច្ចមួយនេះត្រូវបានកាត់ផ្តាច់ដោយសារតែសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាខណៈច្រកសមុទ្រនេះមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជាផ្លូវដឹកជញ្ជូនប្រេងឆៅ 20% សម្រាប់ពិភពលោកការដាក់ពង្រាយកម្លាំងរបស់បារាំងធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលសង្សឹកសម្តាមមូលដ្ឋានទ័ពអង់គ្លេសនៅក្បែរនោះលោកម៉ាក្រុងអះអាងថានេះគឺជាប្រតិបត្តិការការពារខ្លួនដោយសន្តិវិធីដើម្បីធានាថាសេដ្ឋកិច្ចពិភពលោកមិនប្រឈមនឹងការដួលរលំព្រោះតែការរំខានដល់ការដឹកជញ្ជូនថាមពលសូមជម្រាបថាក្រៅពីវិធានការយោធាលោកម៉ាក្រុងក៏បានព្យាយាមប្រើមធ្យោបាយការទូតដោយពិភាក្សាជាមួយមេដឹកនាំអ៊ីស្រាអែលដើម្បីកាត់បន្ថយភាពតានតឹងលោកបានសង្កត់ធ្ងន់ថាទាំងក្រុម Hezbollah និងអ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមកដើម្បីការពារអាយុជីវិតប្រជាជនលីបង់និងរក្សាបូរណភាពទឹកដីក្នុងតំបន់ Sky One TV សូមភ្ជាប់គម្រោងថ្មីច្រើនជាង140ប៉ុស្តិ៍តម្លៃពិសេសមួយឈុត$65ដោយមិនគិតថ្លៃសេវាប្រចាំខែ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជាកម្មវិធីចំណេញទ្វេដងអាជីវករទិញប្រអប់ Sky One TV ស៊េរីថ្មីចំណេញប្រាក់ច្រើនជាងដំឡើងប្រអប់ Sky One TV ស៊េរីថ្មីក៏ចំណេញប្រាក់ច្រើនផងដែរអ្នកទស្សនាទទួលបានប៉ុស្តិ៍ច្រើនព្រមទាំងប៉ុស្តិ៍កីឡាបាល់ទាត់ពិភពលោកគ្រប់ស្ថាប័ន Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា